ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើនំខូឃីគ្រាប់ធញ្ញជាតិមុនដំបូងគឺខ្ញុំប្រើអូតមៀលនឹងចំនួន300ក្រាមចាក់ចូលក្នុងកន្ធុនចាក់គ្រាប់ល្ពៅនឹងចំនួន120ក្រាមគ្រាប់ស្វាយចន្ទីចំនួន150ក្រាមគ្រាប់អាម៉ុងនឹងចំនួន150ក្រាមល្ងសចំនួន80ក្រាមគ្រាប់ឪឡឹកនឹងចំនួន100ក្រាមល្ងខ្មៅចំនួន20ក្រាមនិងដំណាប់ផ្លែឈើចម្រុះនឹងចំនួន240ក្រាមរួចហើយច្របល់ចូលគ្នាឲ្យសព្វរួចទុកមួយឡែកសិនបន្ទាប់មកយើងមកធ្វើទឹកឃ្មុំនឹងសម្រាប់លាយជាមួយនឹងគ្រាប់ធញ្ញជាតិវិញម្ដងដោយចាក់ទឹកឃ្មុំនឹងចំនួន200ក្រាមចូលទៅក្នុងចានចាក់ទឹកដោះគោនឹងចំនួន120ក្រាមប្រេងឆាចំនួន100ក្រាមរួចកូរចូលគ្នាឲ្យសព្វហើយចាក់វាចូលទៅក្នុងចានគ្រាប់ធញ្ញជាតិដែលយើងត្រៀមមុននឹងបន្ទាប់មកច្របល់វាឲ្យសព្វម្ដងទៀតហើយទុកមួយឡែកសិនឥឡូវយើងមកត្រៀមថាសដុតនំពុម្ពនិងដងសង្កត់នំវិញម្ដងដោយពុម្ពហ្នឹងគឺខ្ញុំប្រើទំហំ8សង់ទីម៉ែត្រហើយដងសង្កត់ហ្នឹងខ្ញុំក៏បានរុំថង់ផ្លាស្ទិកហ្នឹងនៅខាងក្រោមផងដែររួចហើយខ្ញុំដួសគ្រាប់ធញ្ញជាតិហ្នឹងចំនួន50ក្រាមដាក់ទៅក្នុងពុម្ពរួចសង្កត់វាឲ្យណែនបន្ទាប់មកដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់140អង្សាសេដល់រយៈពេល25ទៅ30នាទីឥឡូវនេះនំខូឃីរបស់យើងបានដុតរួចរាល់ហើយយកវាចេញពីឡទុកឲ្យត្រជាក់ជាការស្រេចសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា